ភាគទី3នៅពេលដែលកូនចៅរបស់ D.O មេធំនោះបានវាយធ្វើឲ្យបាក់ដីធ្លាក់ទៅក្រោមពេលនោះ Jonathan និង Sipali ក៏បានរួមដៃគ្នាប្រយុទ្ធប៉ុន្តែពួកយើងក៏បានកាត់ទៅដល់ជីវិតរបស់ Sipali កាលពីមុនម្ដងទៀតកាលពីដើមឡើយ Sipali គឺជាជនឥណ្ឌានម្នាក់គេបានជួបជាមួយនឹងបុរសម្នាក់ដែលប្រើហូម៉ូនដើម្បីជួយព្យាបាលរបួសរបស់មនុស្ស Sipali ក៏បានសួរគេថាតើគេចេះហូម៉ូននោះដោយរបៀបណាបុរសម្នាក់នោះក៏បានប្រាប់ Sipali ឲ្យទៅរកលោកសង្ឃម្នាក់ដើម្បីមើលថា Sipali ស័ក្តិសមនឹងរៀនហូម៉ូននោះដែរឬទេប៉ុន្តែបែរជាដឹងថា Sipali នឹងមានគ្រោះថ្នាក់ដល់ជីវិតនៅថ្ងៃអនាគតអំឡុងពេលដែលគេកំទេចស្រោមមុខវិស័យជញ្ជក់ឈាមនោះហើយ Sipali ក៏បានដឹងថាថ្ងៃអវសានដែលព្រះសង្ឃនោះបានទាយក៏បានមកដល់អំឡុងពេលដែលកំពុងតែគិតនោះក៏កូនចៅរបស់ D.O មេធំនោះបានវាយធ្វើឲ្យពួកគេធ្លាក់ទៅក្រោមប៉ុន្តែពួកគេបង្កើតបានអ្វីមួយដើម្បីសម្រាប់ហោះចុះយឺតទៅប្រាសាទមួយកូនចៅ D.O មេធំក៏បានលោតទៅតែ Jonathan គិតថាប្រាសាទនេះនឹងមានសុវត្ថិភាពគេក៏បានចូលទៅក្នុងនោះប៉ុន្តែកូនចៅរបស់ D.O មេធំនោះក៏បាននៅចាំនៅក្នុងនោះកូនចៅ D.O នោះក៏បានពាក់ច្រវាក់កទៅ Jonathan ព្រមទាំងខ្លួនគេផងដែរដើម្បីលេងហ្គេមពីបុរាណរបស់កូនចៅ D.O នោះរីឯគ្នារបស់ Jonathan ដែលកំពុងរងចាំនៅខាងក្រៅឯនេះវិញពួកគេក៏បានរកឃើញប្រហោងមួយដើម្បីចូលទៅកាន់ការប្រកួតនោះប៉ុន្តែប្រហោងចូលបានត្រឹមតែក្មេងដែលបានមកជាមួយពួកគេតែប៉ុណ្ណោះប៉ុន្តែក្មេងនោះមើលទៅហាក់ដូចជាមិនហ៊ានចូលឡើយហើយសាច់រឿងក៏បានត្រឡប់ទៅក្រោយនៅខ្សែជីវិតរបស់ក្មេងនោះកាលពីក្មេងដែលបងស្រីរបស់គេតែងតែជួយគេហើយតែងតែឲ្យគេងើបឈរដោយខ្លួនឯងពេលនោះធ្វើឲ្យក្មេងនោះមានចិត្តក្លាហានហើយក៏បានសម្រេចចិត្តថានឹងចូលទៅទីតាមប្រហោងដែលគេបានឃើញនោះគេព្យាយាមលូនចូលរហូតបានដល់ទីនោះហើយក៏បានបើកទ្វារឲ្យអ្នកនៅខាងក្រៅចូលទៅជួយ Jonathan ពេលនោះគេក៏បានត្រូវបានកូនចៅ D.O តបតែគេបែរជាសប្បាយចិត្តដោយសារតែគេបានជួយគ្នារបស់គេកម្មដល់ពេលបន្ត Sipali ក៏បានសម្រេចដល់អតីតកាលរបស់ខ្លួនគេបានសួរលោកសង្ឃនោះថាតើគេស្លាប់ដោយរបៀបណាលោកសង្ឃនោះបានប្រាប់ថាគេស្លាប់ដោយលះបង់ជីវិតរបស់គេដើម្បីតែសុវត្ថិភាពរបស់បុរសដែលអាចជួយពិភពលោកពីបិសាចជញ្ជក់ឈាមដែលមើលទៅហាក់ដូចជា Sipali នឹងស្លាប់នៅក្នុងអេពីសូតមួយនេះកាន់មកដល់បច្ចុប្បន្នកាលវិញ Sipali ក៏បានចូលទៅក្នុងប្រាសាទនោះដើម្បីជួយ Jonathan ប៉ុន្តែគេត្រូវបានច្រវាក់របស់កូនចៅរបស់ D.O កាត់ខ្លួនរបស់គេជាពីរពេលនោះ Sipali ក៏បានសម្រេចចិត្តថានឹងឲ្យហូម៉ូនរបស់គេទាំងអស់ប្រគល់ទៅ Jonathan ដង្ហើមចុងក្រោយរបស់ Sipali ធ្វើឲ្យ Jonathan ខឹងយ៉ាងខ្លាំងគេក៏បានប្រើសមត្ថភាពរបស់គេទាំងអស់ដើម្បីកម្ចាត់កូនចៅរបស់ D.O ម្នាក់នោះហើយទីបំផុតកូនចៅរបស់ D.O ម្នាក់នោះក៏ត្រូវបានស្លាប់ក្រោមដៃរបស់ Jonathan ក៏បានចាប់លើករាងកាយពាក់កណ្ដាលរបស់ Sipali ហើយគេក៏បានយំ Sipali ប្រាប់ Jonathan ថាគេបានចាក់ចេញពីប្រពន្ធរបស់គេដើម្បីកំទេចម៉ាស់កាលពីដើមរឿងនោះ Sipali បានបន្ថែមទៀតថាគេសប្បាយចិត្តយ៉ាងខ្លាំងដែលបានជួយជីវិតរបស់ Jonathan កាន់មកដល់ D.O វិញគេបានបង្កើតកូនចៅបិសាចជញ្ជក់ឈាមរបស់គេនៅពេលនោះមាននារីម្នាក់ដែលបានសុំ D.O ឲ្យទុកជីវិតឲ្យកូនចៅរបស់គេផងនៅពេលនោះ D.O បានបំលែងនាងទៅជាបិសាចជញ្ជក់ឈាមហើយនាងក៏បានសម្លាប់កូននាងដោយខ្លួនឯងហើយសាច់រឿងក៏បានកាន់មកដល់ Jonathan គេបានជួបបុរស3នាក់បុរស2នាក់ខាងមុខនេះគឺជាសិស្សរួមគ្រូជាមួយនឹង Sipali ហើយបុរសក្បាលទាំងអស់នេះគឺជាគ្រូរបស់ Sipali នឹងឯងហើយសូមណែនាំឈ្មោះ2នាក់នឹងទីចោះប្រុសសក់លឿងមួយឈ្មោះថា Dai ហើយនិងប្រុសសក់វែងមានឈ្មោះថា Stray ដែលពួកគេមកដើម្បីព្យាបាលរបួស Jonathan ហើយសាច់រឿងក៏បានកាន់មកដល់ផ្ទះរបស់ក្មេងប្រុសដែលតាម Jonathan នឹងគ្នាក្មេងប្រុសតូចនោះបានមកផ្ទះដើម្បីរកបងស្រីរបស់ខ្លួនតែក៏បានដឹងថាបងស្រីរបស់គេចេញក្រៅរដារកគេសំណាងអាក្រក់បងស្រីរបស់គេក៏បានជួបទៅនឹង D.O ព្យាយាមបំលែងនាងទៅជាបិសាចជញ្ជក់ឈាមប៉ុន្តែមិនបានសម្រេចហើយក៏ឲ្យកូនចៅរបស់គេស៊ីនាងប៉ុន្តែ Jonathan ក៏បានមកជួយទាន់ Jonathan បានសម្លាប់កូនចៅរបស់ D.O ហើយក៏ឈានទៅដល់កន្លែងដែល D.O នៅ D.O បំរុងនឹងវាយគ្នាជាមួយ Jonathan ហើយប៉ុន្តែអបិសន្តះបាញ់ក៏សុំចូលមុនត្រឹមតែមួយរំពេចភ្នែក D.O ក៏បានចាត់ការគេបានសម្រាប់មុននឹងស្លាប់គេក៏បានធ្វើឲ្យ D.O មានរបួសភ្នែកដែលមិនអាចព្យាបាលបានបន្ទាប់មក Jonathan ក៏បានចាប់ផ្ដើមវាយប្រហារ D.O ជាមួយនឹងដាវ Pluggy នោះឯគ្រូរបស់ Sipali វិញត្រូវចាត់ការជាមួយនឹងកូនចៅរបស់ D.O Speedwagon វិញត្រូវការពារក្មេងប្រុសនិងបងស្រីរបស់គេអំឡុងពេលប្រកួត Jonathan ក៏បានលើកដាវកាប់ D.O ពុះជាពីរតែ D.O មិនបានស្លាប់ឡើយព្រមទាំងធ្វើឲ្យដៃរបស់ Jonathan កកថែមទៀតផង D.O ព្យាយាមធ្វើឲ្យ Jonathan ក្លាយជាបិសាចជញ្ជក់ឈាមតែ Jonathan ព្យាបាលខ្លួនឯងដោយហូម៉ូនបានភ្លាម
ហើយក៏សម្រាប់ចិត្តថាវាប្រហារ DO ជាមួយនឹងហូម៉ូនដែលគេបានបញ្ចូលទៅក្នុងដៃរបស់គេ DO ព្យាយាមទប់ទល់តែมันបានសម្រេចនៅពេលនោះ DO ក៏បានធ្លាក់ចុះទៅក្រោម Jonathan គិតថា DO ស្លាប់ដែលជាហេតុធ្វើឲ្យគេយំអាណិត DO យ៉ាងខ្លាំងនៅក្នុងវគ្គចុងក្រោយយើងបានឃើញថាកូនចៅរបស់ DO បានយកក្បាលរបស់ DO ទុកនៅកន្លែងដែលសុវត្ថិភាពចំណែកឯតួអង្គឯករបស់យើងវិញគឺពួកគេបានគិតថា DO ស្លាប់ហើយពួកគេក៏បានដុតសាកសពរបស់ DO និងកំទេចម៉ាស់បិសាចចិញ្ចួកឈាមនោះដោយញញួររបស់ Speedwagon ហើយសាច់រឿងក៏បានបញ្ជាក់ទៀតថាប្រជាជននៅ London ត្រូវបានបាត់ខ្លួនតែមានមនុស្សក្នុងនោះ73នាក់ត្រូវបានបាត់ខ្លួនក្នុងមួយយប់ហើយសាច់រឿងក៏បានកាត់មកដល់មង្គលការរបស់ Jonathan ជាមួយនឹង Irina វាជាពេលវេលាដែលសប្បាយបំផុតរបស់ Jonathan ពួកគេក៏បានសម្រេចចិត្តទៅ honeymoon នៅ USA ដោយកប៉ាល់មួយដ៏ធំដែលមានតម្លៃថ្លៃយ៉ាងខ្លាំងរួមជាមួយនឹងកាដូពីជនមិនស្គាល់មុខដែលក្នុងនោះគឺជាក្បាលរបស់ DO នោះឯងអំឡុងពេលពួកគេកំពុងតែរីករាយជាមួយនឹងអាហារពេលល្ងាចស្រាប់តែពេលនោះ Jonathan ក៏បានឃើញកូនចៅរបស់ DO នៅលើកប៉ាល់មួយនេះដែរ Jonathan ក៏បានតាមគេពេលនោះ Jonathan ក៏បានឃើញក្បាលរបស់ DO នៅជាមួយនឹងគេ DO បាននិយាយថាគេចង់យកខ្លួនរបស់ Jonathan មកគ្រប់គ្រងដើម្បីទទួលបានកម្លាំងរបស់ Jonathan មិនយល់ព្រមឡើយប៉ុន្តែស្រាប់តែពេលនោះមាននារីម្នាក់បាន3កូនហើយក៏បានជួបជាមួយនឹងកូនចៅរបស់ DO នាងបានបោះបង់ជីវិតរបស់នាងដើម្បីការពារកូនរបស់នាងចេញពីគ្រោះថ្នាក់របស់កូនចៅរបស់ DO Jonathan ដឹងថាបន្តិចទៀតនេះនៅលើកំប៉ាល់នេះនឹងពោពេញទៅដោយបិសាចចិញ្ចួកឈាម Jonathan បានប្រាប់ឲ្យប្រពន្ធរបស់ខ្លួនចាក់ចេញប៉ុន្តែនាងមិនព្រមចាក់ចេញឡើយនាងព្រមស្លាប់ជាមួយនឹង Jonathan នៅពេលនោះ Jonathan បានប្រាប់នាងថានាងត្រូវការពារកូនក្មេងព្រមទាំងជីវិតរបស់នាងបានយំសោកស្ដាយ Jonathan យ៉ាងខ្លាំងប៉ុន្តែចុងក្រោយនាងក៏បានសម្រេចចិត្តថានឹងការពារកូនក្មេងម្នាក់នោះព្រមទាំងជីវិតរបស់នាងឲ្យបានសម្រេចដោយបំណងដែល Jonathan ចង់បាននាងបានចាក់ចេញទៅជាមួយនឹងកូនង៉ែតនោះឯ Jonathan វិញគេក៏បានអោសក្បាលរបស់ DO ព្រមទាំងបំផ្ទុះកប៉ាល់មួយនោះឲ្យខ្ទេចព្រមទាំងលិចលង់ជាមួយនឹង Jonathan ព្រមទាំងក្បាលរបស់ DO ផងដែរហើយយើងក៏បានដឹងទៀតថា Irina ជាមួយនឹងក្មេងដែលនាងបានយកមកនោះនៅរស់នៅឡើយប៉ុន្តែសាច់រឿងមិនបានបញ្ជាក់ថា DO ស្លាប់ឬមួយក៏នៅរស់ទេហើយនេះគឺជាភាគបញ្ចប់នៃ season 1របស់ JoJo Bizarre Adventure ហើយមិនដែរអ្នកនរគ្នាហើយសាច់រឿងយើងខ្ញុំសូមបញ្ចប់ត្រឹមហ្នឹងសិនហើយចាំមួយថ្ងៃទៀតខ្ញុំចេញវីដេអូថ្មីទៀតសង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្តវីដេអូដែលខ្ញុំបានធ្វើហើយអរគុណច្រើនដែលបានជួយចុច like និង subscribe បាយបាយ